អាយអុយក្រែនបើកការស៊ើបអង្កេតលើវីដេអូដែលរុស្ស៊ីចោទអុយក្រែនថាអគ្គរដ្ឋអាជ្ញាអុយក្រែនបានបើកការស៊ើបអង្កេតមួយបន្ទាប់ពីលេចចេញនូវវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលទីក្រុងមូស្គូបញ្ជាក់ថាបង្ហាញអំពីទាហានរុស្ស៊ីត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយកងកម្លាំងអ៊ុយក្រែនកាលពីចុងសប្តាហ៍មុនវីដេអូដែលត្រូវបានកំណត់ទីតាំងភូមិសាស្ត្រដោយ CNN ត្រូវបានគេថតនៅជាយក្រុងនៃភូមិ Makivka ស្ថិតនៅក្នុងតំបន់ Luhansk ភាគខាងកើតចម្ងាយប្រហែលជា40គីឡូម៉ែត្រភាគឦសាននៃទីក្រុង Liman ប៉ុន្តែព័ត៌មានលម្អិតនៃអ្វីដែលបានកើតឡើងគឺនៅតែមិនទាន់ច្បាស់លាស់នៅឡើយនោះទេទន្ទឹមនឹងនោះស្នងការសិទ្ធិមនុស្សអ៊ុយក្រែនលោកមីត្រូលូប៊ីណេតបានអះអាងថាកងទ័ពរុស្ស៊ីបានចុះចាញ់និងបើកការបាញ់ប្រហារមុនមកលើកងទ័ពអ៊ុយក្រែនដូចនេះបានបាញ់តបតវិញមិនមែនជាអ ுக ្រិតកម្មសង្គ្រាមនោះទេនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីនេះរបស់ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែនបាននិយាយថាអគ្គរដ្ឋអាជ្ញាប្រចាំតំបន់ Luhansk នឹងកំពុងស៊ើបអង្កេតសកម្មភាពនេះក្នុងគោលបំណងទទួលបានទំនុកចិត្តនឹងការពិតថាកងកម្លាំងរុស្ស៊ីបានប្រព្រឹត្តអ្វីខ្លះក្នុងអំឡុងពេលចុះចាញ់នោះហើយតើវាជាសកម្មភាពដែលត្រូវបានហាមឃាត់នៅក្រោមច្បាប់អន្តរជាតិនិងច្បាប់មនុស្សជាតិដែរឬទេដោយការពីពេលថ្មីនោះរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានប្រហារជីវិតអ្នកទោសសង្គ្រាមយ៉ាងឃោរឃៅក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្របានចោទប្រកាន់អ៊ុយក្រែនថាបានប្រហារជីវិតយ៉ាងព្រៃផ្សៃទៅលើអ្នកទោសសង្គ្រាមរុស្ស៊ីជាង10នាក់ខណៈដែលទីក្រុងមូស្គូចាត់ទុកថាវាគឺជាអ ுக ្រិតកម្មសង្គ្រាមដែលបានអូសបន្លាយពេលជិត9ខែមកនេះការចោទប្រកាន់នេះបានកើតឡើងបន្ទាប់ពីការលេចធ្លាយវីដេអូបង្ហាញអំពីទាហានរុស្ស៊ីដេកលើដីនៅក្នុងទីក្រុង Makivka នៅក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែនបន្ទាប់ពីបានចុះចាញ់នឹងកងកម្លាំងប្រដាប់អាវុធដែលមាននិមិត្តសញ្ញាអ៊ុយក្រែននៅលើដៃអាវរបស់ពួកគេបន្ទាប់មកសម្លេងកំភ្លើងស្វ័យប្រវត្តិក៏បានបន្លឺឡើងហើយសាកសពប្រហែលជា12ត្រូវបានបង្ហាញខណៈគេមិនដឹងច្បាស់ថាតើវីដេអូនោះត្រូវបានគេថតនៅពេលណាឬអ្នកណាជាអ្នកថតនោះទេក្រសួងការពារជាតិបាននិយាយថាការសម្លាប់យ៉ាងឃោរឃៅទៅលើទាហានរុស្ស៊ីនេះមិនមែនជាអ ுக ្រិតកម្មសង្គ្រាមលើកទី1ទេហើយក៏មិនមែនជាអ ுக ្រិតកម្មសង្គ្រាមតែមួយមុខនោះដែរជាចុងក្រោយក្រសួងការពារជាតិបានបញ្ជាក់ថានេះគឺជាការអនុវត្តជាទូទៅនៅក្នុងកងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែនដែលត្រូវបានគាំទ្រយ៉ាងសកម្មដោយរដ្ឋាភិបាលទីក្រុងគីវនិងត្រូវបានប្រងើយកន្តើយពីលោកខាងលិចអរគុណប្រិយមិត្តក្នុងការតាមដានស្ដាប់នៅព័ត៌មានជាតិនិងព័ត៌មានអន្តរជាតិពី Channel យើងខ្ញុំសូមចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបាននៅព័ត៌មានថ្មីៗក្នុងដៃរបស់លោកអ្នក